អតីតយុវជនពីការជើងទាំងពីរលោកតនវ៉ាន់ត្រូវបានយកចិត្តទុកដាក់ដោយសារពីការជើងទាំងពីរគ្រោះថ្នាក់ចិនមីនក្នុងដែនសមរភូមិសម័យសង្គ្រាមនិងត្រូវបានទទួលផ្ទះមួយខ្នងពីសម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុវជនកម្ពុជាតាមរយៈប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំពិធីប្រគល់ផ្ទះជូនអតីតយុវជនជាជនពីការជើងទាំងពីរត្រូវបានផ្ដល់ផ្ទះមួយខ្នងជូនដល់លោកតនវ៉ាន់អាយុ53ឆ្នាំមានកូន5នាក់រស់នៅភូមិជ័យជំនះឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំក្រមអធិបតីភាពឯកឧត្តមសេនីយ៍ត្រីសោមសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំដែលជាអំណោយផ្ទះលើកទី21ធ្វើឡើងអំពីឈើប្រក់ស័ង្កសីទំហំ4x6ចំណាយថវិកាអស់4លាន7សែន60000រៀលនៅព្រឹកថ្ងៃទី16ខែមករាឆ្នាំ2017ឯកឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំបានបញ្ជាក់ថាក្រោយពីបានចុះតាមមូលដ្ឋានបានជួបនឹងគ្រួសារអតីតយុវជននិងជនពិការជើងទាំងពីររស់នៅក្នុងខ្ទមបំសត់មានផ្ទះសម្បែងសម្រុំប្រកបមុខរបរអូសមោងរកត្រីចិញ្ចឹមគ្រួសារបានព្រឹកខ្វះល្ងាចទៅបាននាំសហការីរួមជាមួយនឹងក្រុមប្រឹក្សាគុំកោះស្រុកសន្ទុកបានប្រគល់ផ្ទះមួយខ្នងនិងបានផ្ដល់ជូនអង្ករបន្ថែម25គីឡូក្រាមមីយើងមួយកេសទឹកត្រីមួយយួរទឹកស្អ៊ីវមួយយួរនិងថវិកាចំនួន100000រៀលបន្ថែមទៀតផងឯកឧត្តមសេនីយ៍ត្រីសំសុនបានថ្លែងនៅក្នុងពិធីប្រគល់ផ្ទះថាអតីតយុវជននឹងត្រូវបានយកចិត្តទុកដាក់និងជំរុញឲ្យប្រធានសមាគមស្រុកក្រុងឃុំសង្កាត់ចុះធ្វើបច្ចុប្បន្នភាពរបស់អតីតយុវជនដល់មូលដ្ឋានដើម្បីឲ្យដឹងពិតប្រាកដពីជីវភាពរស់នៅទុក្ខលំបាកនិងភាពខ្វះខាតដើម្បីធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំនិងដោះស្រាយឲ្យបានទាន់ពេលវេលាដោយមិនទុកឲ្យក្រុមគ្រួសារអតីតយុវជនណាម្នាក់ពុំបានមើលថែពីសំណាក់អាជ្ញាធរនោះឡើយខេត្តកំពង់ធំខ្ញុំបុត្រថាទូអប្សរាធ្វើសេចក្តីរាយការណ៍